Susday nhằm khăn tế về độ nít châm năng và hàn về động biệt dịp hay năng combine file nơi nông ZNS cứ làn nội dưỡng trong vì mình cho được biết thì mua cứ ship thì bị cái chi ship thì bấy cứ bị ship thủ chỉ bố nhôm về được biệt combine file sẵn cứ cái phần comment thà đặc biệt bên một việc cứ thay bạc khai vì xong đẹp combine tăng phát trong directory cho command một viết cái dân per thá đọ clear đọ cvf để xí cứ combine với cứ verbose of cứ specific file name chẳng từ bốn nhâm thời sơ hồ pháo hay nâng directory để nhung miền sẵn cho nhung ở lại máu ở lại nhâm thời file đọt thiệt thì nhung miền bỉ hay nâng directory nhung mũi chẳng nhung thôi cả combine viết cứ thá đọ clear đọ cfvហើយបន្តមកទៀតគឺខ្ញុំធ្វើការដាក់ឈ្មោះ file ដែលខ្ញុំធ្វើការ combine ហ្នឹងគឺ my file.tha ហើយនឹង file ដែលខ្ញុំត្រូវ combine អញ្ចឹង file 1.txt file 2.txt ហើយនឹង mgl directory អញ្ចឹង enter អូខេអញ្ចឹងខ្ញុំឃើញហើយមាន file 2និង directory 1អញ្ចឹងខ្ញុំធ្វើការextract វាមកវិញគឺខ្ញុំប្រើទៅលើ command ថាដល់ hvf ហើយនឹងឈ្មោះ file ដែលខ្ញុំត្រូវធ្វើការ extract វាបន្ទាប់មកខ្ញុំក៏ធ្វើការមើលទៅលើ inode របស់វាចង់ដឹងថាវាទំហំប៉ុណ្ណាអញ្ចឹងទំហំរបស់វាគឺធំព្រោះវាគ្រាន់តែ combine file ចូលគ្នាទេតែទំហំវាគឺបូកផ្សំគ្នានៅដដែលអញ្ចឹងយើងចូលមកដល់ទី2វិញគឺ compress ម្ដង compress គឺទី1គឺ10ហ្នឹងក៏វាបានទាំង file ទាំង directory ចឹងខ្ញុំនឹងធ្វើការ 10វាគឺ10 dot or ហើយនឹងឈ្មោះ file ដែលខ្ញុំត្រូវ10បន្ទាប់មកខ្ញុំដាក់ឈ្មោះ file និង directory ដែលខ្ញុំធ្វើការ10ចឹង10ហើយខ្ញុំអាន10វាមកវិញដែលយើងប្រើលើ command unzip មកហើយឈ្មោះfile ដែលខ្ញុំ zip អញ្ចឹង my file.zip អញ្ចឹងវាធ្វើការ unzip ហើយអីអញ្ចឹងកន្លែងនេះយើង unzip ក៏ដូចជា uncompress ដូចគ្នាហ្នឹងកន្លែងហ្នឹងគឺយើងធ្វើបានតែម្ដងមួយទេយើងអាច uncompress វាម្ដងទាំងអស់ទេអញ្ចឹងខ្ញុំនឹងធ្វើការមើល inode មកវាអញ្ចឹងកន្លែងនេះយើងឃើញថា my file.zip នឹងគឺវាមានទំហំតូចជាង my file.tha ពីព្រោះយើង zip វាគឺយើងបានទាំងcombine បានទាំង compress គឺ file ក៏វាតូចហើយយើងបានទាំងដាក់វាចូលគ្នាបានទាំងអស់ទៀតអញ្ចឹងខ្ញុំចូលមកដល់ G10 ម្ដង G10 ហ្នឹងគឺវាបានតែ compress ទេដែលយើងបង្កើត G10 ហ្នឹងគឺ command គឺយើងប្រើ G10.or ហើយនឹងឈ្មោះ file ដែលយើង zip ហ្នឹងចឹងនេះខ្ញុំ zip ទៅលើ file ដែលខ្ញុំបាន zip មុនគឺ zip តគ្នាហើយចំពោះ command unzip វិញគឺ G unzip ហើយនឹង file ដែលខ្ញុំធ្វើការ unzip ហ្នឹងចឹងខ្ញុំនឹងធ្វើការមើលទៅលើ inode របស់វាមានទំហំប៉ុណ្ណាអូខេចឹងវាទំហំកាន់តែតូចជាងមុនឥឡូវយើងចូលមកដល់ bzip2 ម្ដង bzip2 គឺវា compress បានតែទៅលើ file ទេ directory គឺវាអត់ធ្វើការជាមួយទេចឹងខ្ញុំមើលទៅលើ inode របស់វាសិនចំពោះ bzip2 នេះគឺខ្ញុំzip តពី file ដែលខ្ញុំបាន combine គឺ file ដែលមាន dot ថាចុងហ្នឹងអញ្ចឹងខ្ញុំបាន2តវានិយាយទៅយើង combine ហើយបន្ទាប់មកយើងព្រម file combine ហ្នឹងវាតូចជាងមុនតែចំពោះបានតែ file ទេ directory គឺអត់បានទេ